ពីនៃខេងលូឲ្យចម្លងច្បាប់ត្រកូល100 ដងហាមិនអញ្ចឹងនេះចាត់ទុកជាស្អីទៅពិភពបណ្ដុះសេនតែងតែជាកន្លែងដែលអ្នកខ្លាំងស៊ីអ្នកខ្សោយផ្អែកលើការប្រកួតថ្ងៃនោះទោះបីជាក្រអឺតក្រទុំបន្តិចមែនតែវាមិនជាអ្វីទេឲ្យតែគ្រូសាឈូមិនល្ងងច្បាស់ជានឹងបណ្ដុះបណ្ដាលគាត់ឲ្យអស់ពីសមត្ថភាពលោកម្ចាស់មុនពេលស្លាប់អេដឺទី4ធ្លាប់បានស៊ើបអង្កេតលេនម៉ូទោះបីជាលេនម៉ូគឺជាមនុស្សគ្មានបានការក៏ដោយប៉ុន្តែការស្លាប់របស់អេដឺទី4គួរតែមានការពាក់ព័ន្ធជាមួយគាត់ការស្លាប់របស់អេដឺទី4គួរតែមិនពាក់ព័ន្ធជាមួយលេនម៉ូទេរឿងនេះខ្ញុំនឹងឲ្យលោកស៊ូបន្តស៊ើបអង្កេតគុំនិយាយទៀតប៉ុន្តែអ្នកទាំងអស់គ្នាបែកយកចុះបាទលេនម៉ូអញទោះបីការដាំដុះទៀបតែគួរតែមើលដឹងថានៅក្នុងនិកាយខេងយ៉ានគ្មានអ្នកណាអាចសាកសំនឹងថេងលូទៀតទេឯងជាឪពុកចិញ្ចឹមរបស់នាងរឿងលុបចោលការភ្ជាប់ពាក្យជាមួយគ្រូសាឈៀវសូមឯងចេញមុខដោះស្រាយទៅលុបចោលការភ្ជាប់ពាក្យគ្រូសាឈៀវមិនខុសទេលុបចោលការភ្ជាប់ពាក្យថេងលូលេចធ្លោខ្លាំងណាស់មិនអាចទ្រាំនឹងមនុស្សអត់បានការដូចឆេវយ៉ានបានពីមុនគេធ្លាប់មានទេពកោសល្យខ្ពស់ប៉ុណ្ណាក៏វាជាអតីតកាលទៅហើយឥឡូវនេះគេគ្រាន់តែជាមនុស្សគ្មានបានការម្នាក់អាពីពីនេះដាច់ខាតមិនអាចឲ្យថេងលូទទួលរងការគៀបសង្កត់បានទេត្រូវតែលុបចោលគ្រូសាឈៀវទេពកោសល្យធ្លាក់ចុះលុបចោលការភ្ជាប់ពាក្យមិនក៏មានអារម្មណ៍ម្លេះឈៀវយ៉ានឯងអាឡេវដែលពូកែអួតហ៊ាននិយាយពាក្យធំថា30ឆ្នាំខាងកើតទន្លេ30ឆ្នាំខាងលិចទន្លេបើគេពិតជាអាចមានបានមែនក៏មិនដល់ថ្នាក់ធ្លាក់ខ្លួនคล้ายជាមនុស្សគ្មានបានការដូចលោកនិយាយដែរយ៉ាប់យឺយមិនក៏មកដល់ចំណុចនេះទៅវិញនេះមិនមែនជាឈុតឆាកល្បីនៃការលុបចោលការភ្ជាប់ពាក្យទេហ៎លោកម្ចាស់រឿងនេះតើពួកយើងអាចពន្យាពេលសិនបានទេលេនម៉ូអញចង់មានន័យថាម៉េចបើអញមិនសូវស្រួលខ្លួនអាចស្នាក់នៅសម្រាប់ក្នុងភូមិគ្រីស្ទបានប៉ុន្តែរឿងលុបចោលការភ្ជាប់ពាក្យដាច់ខាតមិនអាចពន្យាពេលបានទេពីមុនគ្រូសាឈៀវនៅតែផ្សព្វផ្សាយពីការភ្ជាប់ពាក្យជាមួយខេងលូបើបន្តពន្យាពេលទៀតខ្លាចថានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខេងលូអេដឺធំគឺអញ្ចេះលោកមើលចុះពួកយើងបានភ្ជាប់ពាក្យជាមួយគេរួចហើយម្យ៉ាងទៀតខេងលូចិត្តនឹងជោគជ័យធំហើយឥឡូវលោកនិយាយពីការលុបចោលការភ្ជាប់ពាក្យបើផ្សព្វផ្សាយចេញទៅអ្នកខាងក្រៅមិនដឹងរឿងនាំឲ្យគេសើចចំអប់មិនខានមែនទេសើចចំអប់គ្រូសាស៊ូរបស់ខ្ញុំធ្វើសកម្មភាពពេញមួយជីវិតមិនចាំបាច់បកស្រាយជាមួយអ្នកក្រៅទេខេងលូមានទេពកោសល្យពីកំណើតមិនគួរត្រូវបានរារាំងដោយអាពាហ៍ពិពាហ៍ខុសឆ្គងឡើយការបញ្ឈប់ការខាតបង់ទាន់ពេលទើបជាហេតុផលត្រឹមត្រូវមិនថានឹងមានរឿងសើចចំអប់ទៅខ្ញុំយល់ព្រមលុបចោលការភ្ជាប់ពាក្យមិនបានទេនេះប្រៀបដូចជាវឡងជុកនិងវែងជូអញ្ចឹងពួកលោកមិនដឹងពីតម្លៃនៃទេពកោសល្យដែលធ្លាក់ចុះបុកនឹងនាមត្រកូលជាវទេយកពោទៅហើយអ្នកតំណាងលុបការភ្ជាប់ពាក្យកុំធ្វើឲ្យពួកយើងជាប់ពាក់ព័ន្ធកាលពីភ្ជាប់ពាក្យពីដំបូងលោកមិនខ្វល់ខ្វាយឥឡូវនេះខ្ញុំពិបាកនឹងរួចខ្លួនលោកបែរជាលោតចេញមករ៉ាំងផ្អែកលើអ្វីពិតមែនហើយឲ្យមុខបន្តិចក៏ហ៊ានឡើងចាំងដែរលោកឯងមិនឆ្លោះកញ្ចក់មើលខ្លួនឯងសិននៅក្នុងផ្ទះនេះតើមានចំណែកលោកនិយាយទេហេងលូពីមុនគឺជាឪពុកដែលធ្វើមិនល្អដាក់កូនថ្ងៃក្រោយឪពុកច្បាស់ជានឹងសង្វិញប៉ុន្តែកូននិយាយពីការលុបចោលការភ្ជាប់ពាក្យនេះវាមិនមែនជារឿងលេងសើចទេធ្វើជាមនុស្សគួរតែទុកផ្លូវឲ្យគ្នាថ្ងៃក្រោយងាយស្រួលនឹងជួបគ្នាវិញមានមនោសញ្ចេតនាម្នាក់បន្ថែមវាប្រសើរជាងការចង់គំនុំតើខ្ញុំចង់មនោសញ្ចេតនាអ្វីជាមួយគ្រូសាឈៀវនោះខ្ញុំនឹងឆៃអយ៉ានមិនដែលជួបមុខគ្នាផងការភ្ជាប់ពាក្យនេះគឺជាអ្វីដែលគ្រូសាបង្ខំដាក់លើខ្ញុំលោកមិនឲ្យខ្ញុំលុបចោលការភ្ជាប់ពាក្យតើមិនមែនជាការរុញខ្ញុំចូលក្នុងរណ្ដៅភ្លើងទេលេនម៉ូខ្ញុំសូមនិយាយពាក្យយុត្តិធម៌មួយប៉ុន្មានឆ្នាំនេះលោកពិតជាមិនបានបំពេញភារកិច្ចជាឪពុកទេការភ្ជាប់ពាក្យរបស់ខេងលូគួរតែគោរពតាមយោបល់របស់នាងលោកម្ចាស់ខ្ញុំចង់មានន័យថាលោកមិនអាចបំភ្លេចប្រភពដើមបានទេមែនទេលោកនិយាយថាពួកយើងជួបគេសិនបន្ទាប់មកពួកយើងចាំសម្រេចចិត្តតើមិនបានទេបំភ្លេចប្រភពដើមលោកនៅតែហ៊ាននិយាយទៀតលោកមានន័យថាទោះបីជាខ្ញុំចូលនិកាយខេងយ៉ានក៏ដោយក៏ត្រូវចងចាំឪពុកចិញ្ចឹមដូចជាលោកឲ្យបានល្អកុំភ្លេចដាច់ខាតត្រូវតែដឹងគុណនឹងធ្វើជាកូនកញ្ញោមែនទេរឿងអាពាហ៍ពិពាហ៍របស់ខ្ញុំជាអ្នកសម្រេចចិត្តដោយខ្លួនឯងមិនបាច់លោកខ្វល់ទេមិនមែនទេពាក្យនេះមានន័យថាម៉េចមិនមែនទេអំបញ្ញមិញខ្ញុំមិនមានន័យអញ្ចឹងទេណែ
បើអញ្ចឹងថ្ងៃស្អែកខ្ញុំនឹងទៅគ្រួសារឈៀវដោយផ្ទាល់លោកបំផ្លាញពេលវេលាមិនមែនទេពួកលោកហើយប្រព័ន្ធសូមមើលថាតើកម្រិតភាពស្និទ្ធស្នាលរវាងខ្ញុំនិងថេងលូពេលនេះមានប៉ុន្មានកម្រិតភាពស្និទ្ធស្នាលបច្ចុប្បន្នគឺដក55ជាក់ស្ដែងកម្រិតភាពស្និទ្ធស្នាលចំពោះឪពុកបានកើនឡើងហើយតែនៅតែធ្វើរកពីបែបនេះទៀតពិតជាក្មេងស្រីមាត់រឹងតែចិត្តទន់មែនប្រព័ន្ធសូមពិនិត្យមើលផ្ទាំងព័ត៌មានផ្ទាល់ខ្លួនម្ចាស់ផ្ទះលេនម៉ូឬវិញ្ញាណចម្រុះពីការកម្រិតបណ្ដុះ30ឆ្នាំខាងកើតទន្លេ30ឆ្នាំខាងលិចទន្លេកុំមើលងាយឪពុកក្រោះឬវិញ្ញាណចម្រុះនេះមិនមែនជាទេពកោសល្យសម្រាប់ទេសំណាងល្អដែលពេលនេះខ្ញុំនៅកម្រិតកសាងមូលដ្ឋានកម្រិតកម្ពូលបើមិនអញ្ចឹងទេការមានឬវិញ្ញាណចម្រុះគឺគួរឲ្យខ្មាស់គេពេកហើយដោយសារតែខេងលូរឹងរូសចង់សម្រេចចិត្តលើអាពាហ៍ពិពាហ៍របស់ខ្លួនឯងអញ្ចឹងខ្ញុំដែលជាឪពុកធំដែលឆ្លងភពមុខនេះរួមជាមួយប្រព័ន្ធជំនួយមិនអាចប្រៀបនឹងជនជាតិដើមម្នាក់បានទេមិនបានទេយប់នេះត្រូវតែទៅមើលសិនតើកូនកំឡោះគ្រួសារឈៀវនេះជានរណាឲ្យប្រាកដលោកតាដែនវិជាគ្រប់គ្រងភ្លើងនេះគ្រាន់តែជាជំនាញកម្រិតទាបខ្ញុំមើលទៅក៏គ្មានអ្វីអស្ចារ្យដែរមិនក៏ត្រូវការហ្វឹកហាត់រាប់ពាន់ដងរាល់ថ្ងៃឯងយល់អ្វីនេះគឺជាមូលដ្ឋានគ្រឹះនៃការចម្រាញ់ថ្នាំមូលដ្ឋានគ្រឹះក្បាច់គុណអ្វីចុះលោកតាដែនពេលណានឹងបង្រៀនខ្ញុំចម្រាញ់ថ្នាំមនុស្សនៅលើโลกនេះដឹងត្រឹមតែថាវិជាគ្រប់គ្រងភ្លើងគឺងាយស្រួលតែពួកគេមិនដឹងទេថាបើប្រើរួមជាមួយក្បាច់គុណដែលសមស្របវិជាគ្រប់គ្រងភ្លើងនឹងបញ្ចេញថាមពលអស្ចារ្យបំផុតក្មេងនេះពិតជាមានលោកតាតាមខ្លួនមែនកូនស្រីសម្លាញ់ការភ្ជាប់ពាក្យនេះដាច់ខាតមិនអាចលុបចោលងាយទេបើមិនអញ្ចឹងទេបើគេប្រើក្បាច់កុំមើលងាយក្មេងក្រនោះមកទប់មិនជាប់ទេក្បាច់គុណអ្វីទើបអស្ចារ្យយ៉ាងនេះលំនាំនៅលើចិញ្ចៀននេះពិតជាស្ទើរតែដូចគ្នាបេះបិទទៅនឹងចិញ្ចៀនបុរាណ Jensen ដែលខ្ញុំបានឲ្យកូនស្រីសម្លាញ់ឬមួយរវាងទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាតាំងពីថ្ងៃដែលរើសបានចិញ្ចៀននេះមកខ្ញុំក៏បានចូលជាសិស្សរបស់លោកតាដែនហើយហ្វឹកហាត់វិជាគ្រប់គ្រងភ្លើងរាល់ថ្ងៃការដាំដុះត្រូវបានពន្យាពេលពីទេពកោសល្យដ៏អស្ចារ្យដែលមនុស្សគ្រប់គ្នាចំណែនធ្លាក់ខ្លួនខ្លាចជាទីសើចចំអប់ពិតជាគួរឲ្យអស់សំណើចមែនមានអ្នកណាកំពុងលួចមើលពួកយើងកុំមើលឆ្វេងស្ដាំប្រញាប់ត្រឡប់ទៅបន្ទប់វិញមានអ្នកអាចមើលធ្លុះដល់លោកតាដែនដែលសំបីតែបុកបរោះក៏មិនអាចរកឃើញដែរអ្នកដែលមកនេះមានកម្រិតបណ្ដុះខ្ពស់ណាស់ខ្លាចថាយកជីវិតខ្ញុំគ្រាន់តែមួយប៉ោព្រិចភ្នែកប៉ុណ្ណោះការកសាងមូលដ្ឋានកម្រិតកម្ពូលនិងមុខងារលាក់កំបាំងរបស់ប្រព័ន្ធមិនត្រូវបានគេរកឃើញទេក្មេងនេះគ្រាន់តែនៅកម្រិតហ្វឹកហាត់ថាមពលទី3ប៉ុណ្ណោះតែមានសំណាងបែបនេះគួរឲ្យខ្លាចណាស់ដាវដែលម្ដាយឲ្យខ្ញុំនេះគ្រាន់តែធ្វើពីដែកធម្មតាប៉ុណ្ណោះហេតុអ្វីថ្ងៃនេះមិនធម្មតាយ៉ាងនេះជំនាញដាវរបស់ខ្ញុំមិនក៏ស្រាប់តែរីកចម្រើនខ្លាំងម្ល៉េះចម្លែកណាស់គឺចិញ្ចៀននេះរតនសម្បត្តិដែលអាចជួយឲ្យមនុស្សយល់ដឹងរហ័សលំបាករកណាស់ក្នុងโลกមិនក៏គាត់ឲ្យខ្ញុំដោយងាយអញ្ចឹងឬមួយគាត់ដឹងច្បាស់ថាខ្ញុំមិនទទួលយកដោយទេទើបតាំងចិត្តប្រឌិតពាក្យដោះសារទាំងនោះកូនស្រីសម្លាញ់ហ្វឹកហាត់ឲ្យបានល្អឪពុកនៅពីក្រោយជួយកូនចម្លែកមែនមិនត្រឹមតែផ្លាស់សម្លៀកបំពាក់ប៉ុណ្ណោះទេថែមទាំងកពុកមាត់ទៀតតើគាត់នឹងទៅចូលរួមពិធីជប់លៀងនៅឯណាពិតជាតែងខ្លួនយ៉ាងម៉ត់ចត់មែនយ៉ាងនេះសង្ហាធ្វើឲ្យនាងដប់ភ្នែកមិនរួចទេដឹងគួរឲ្យស្អប់គាត់រៀបចំខ្លួនស្អាតបាតពិតជាខុសគ្នាស្រឡះពីទម្រង់ជាអ្នកប្រមឹកសពដងមែនអាចទៅណាទៀតកំដរកូនទៅគ្រួសារឈៀវនឹងហើយរឿងអាពាហ៍ពិពាហ៍របស់កូនស្រីបើគ្មានចាស់ទុំដែលគួរឲ្យទុកចិត្តជួយគាំទ្រទេកូនច្បាស់ជាត្រូវកញ្ជ្រោងចាស់ទាំងនោះធ្វើបាបមិនខានខ្ញុំគ្រាន់តែទៅលុបចោលការភ្ជាប់ពាក្យប៉ុណ្ណោះហេតុអ្វីត្រូវទៅតាមកុំគិតថាមានឈ្មោះជាឪពុកចិញ្ចឹមហើយត្រូវតែទទួលខុសត្រូវរឿងទាំងនេះខេងលូដល់ពេលត្រូវចេញដំណើរទៅគ្រួសារឈៀវហើយឪពុកឯងនេះមិនដែលខ្វល់ពីអ្នកដទៃនិយាយដើមទេមិនត្រូវទេនាងហាក់ដូចជាកំពុងជេរខ្ញុំលេនម៉ូអញកំពុងធ្វើស្អីហ្នឹងនេះគឺទៅគ្រួសារឈៀវបើអញមិនយល់ព្រមនឹងការសម្រេចចិត្តរបស់គ្រួសារទេរឿងនេះកុំលូកដៃចូលអីទុកឲ្យខ្ញុំជាអ្នកដោះស្រាយវិញ
តាមពិតទៅក៏អាចឲ្យគាត់ទៅជាមួយដែរដល់ពេលនោះមនុស្សអត់បានការទាំងពីរពីគ្រួសារស៊ូនិងគ្រួសារជាវជួបគ្នាវាក៏ជាទស្សនវិជ្ជាដ៏ចម្លែកមួយដែរប៉ុន្មានឆ្នាំនេះក្នុងនាមជាឪពុករបស់ King Lu ខ្ញុំពិតជាខកខានក្នុងការបំពេញភារកិច្ចមែនប៉ុន្តែដោយសារតែហេតុនេះហើយទើបខ្ញុំរឹតតែមិនអាចមិនទៅបានបើពួកលោកពិតជាស្រឡាញ់ King Lu មែនជំនួសឲ្យការសើចចំអកឪពុកដែលខកខានភារកិច្ចជួយនាងដោះស្រាយរឿងនេះឲ្យបានសមរម្យទើបជាការស្រឡាញ់នាងពិតប្រាកដបងស៊ូ Elder ស៊ូក្មួយសូមអញ្ជើញចូលខាងក្នុងលើកនេះអ្នកទាំងពីរមកទីនេះមិនដឹងថាមានរឿងសំខាន់អ្វីទេអូអ្នកនេះគឺ